ពេលដែលខ្ញុំបានឃើញអនុទានបានឈ្នះការបោះឆ្នោតវាក៏បានធ្វើឲ្យខ្ញុំកាត់ដកអំពីអនាគតរបស់ប្រទេសកម្ពុជាខ្ញុំគឺជាមនុស្សដែលកាត់គ្រប់សេណារីយ៉ូទាំងអស់ហើយទោះបីជាសេណារីយ៉ូណាមួយវាមានភាគរយទាបក្នុងការកាត់ឡើងក៏ដោយក៏យើងមិនត្រូវធ្វើប្រហែលដែរខ្ញុំគិតថាសេណារីយ៉ូមួយនោះបងប្អូនជាច្រើនប្រហែលជាមិនបានកាត់ដកអំពីវានោះទេវាគឺជាអ្នកចាត់ខាងយើងនឹងអាចបង្កើតក្រុមប្រឆាំងដោយផ្ដល់លុយនិងគ្រឿងអាវុធទៅដល់ពួកគេដើម្បីបង្កើតឲ្យមានសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងពេលអនាគតប្រសិនបើប្រទេសកម្ពុជាមិនមានស្ថិរភាពនិងសេដ្ឋកិច្ចមិនរីកចម្រើននោះជនជាតិខ្មែរជាច្រើនអាចនឹងងាកទៅចូលពួកគេនឹងគិតបែបនេះបើរស់នៅរាល់ថ្ងៃស្ទើរតែដូចស្លាប់គ្មានអីហូបដដែលអញ្ចឹងសុខចិត្តចូលសង្គ្រាមស៊ីវិលតែម្ដងទៅដើម្បីផ្លាស់ប្ដូរបងប្អូនរឿងបែបនេះវាធ្លាប់បានកើតឡើងម្ដងរួចមកហើយចិនបានលួចផ្ដោតគ្រឿងអាវុធទៅដល់ប៉ុលពតដូច្នេះថៃក៏នឹងអាចធ្វើដូចជាចិនកាលពីពេលនោះដែរហើយលើកនេះគេនឹងមិនហៅថាខ្មែរក្រហមដូចពីមុនទេលើកនេះគេនឹងហៅថាខ្មែរសេរីម្ដងសូមបងប្អូនកុំភ្លេចថាកាលពីក្នុងទសវត្សរ៍ឆ្នាំ1980មានខ្មែរ4ក្រុមទី1ក្រុមស្ដេចទី2ក្រុមខ្មែរខាងកើតទី3ក្រុមខ្មែរក្រហមទី4ក្រុមខ្មែរសេរីដែលជាក្រុមទាហានប៉ារ៉ាសប្តាហ៍ថ្ងៃនេះបងប្អូនដឹងស្រាប់ហើយគណៈបកស្ដេចខ្មែរនិងគណៈបកខ្មែរក្រហមគឺបានបាត់អំណាចអស់ហើយចំណែកឯក្រុមខ្មែរសេរីពួកគេក៏បានបាត់អំណាចដែរប៉ុន្តែស្មារតីសេរីរបស់ពួកគេមិនបានបាត់ណាទេគឺវានៅតែបន្តរស់នៅក្នុងប្រជាជនខ្មែរពួកគេក៏ជាផ្នែកមួយផងដែរនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ខ្ញុំគិតថាឱកាសក្នុងការកើតមានសង្គ្រាមស៊ីវិលម្ដងទៀតវាមានតិចជាង 1% ប៉ុន្តែប្រសិនបើកម្ពុជាមិនរួបរวมគ្នាហើយមិនធ្វើស៊ីវិល័យជាមួយគ្នានោះខ្ញុំគិតថាការកើតមានសង្គ្រាមស៊ីវិលវានឹងមានហានិភ័យក្នុងការកើនឡើងជាពិសេសស្របពេលដែលប្រទេសថៃកំពុងតែប្រែប្រួលបែបនេះទៀតខ្ញុំមិនគាំទ្រឲ្យខ្មែរមានសង្គ្រាមស៊ីវិលទេខ្ញុំគឺគាំទ្រឲ្យខ្មែរដោះស្រាយតាមវិធីផ្លូវអហិង្សាកាលពីក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាគឺត្រូវបានអ្នកចាត់ខាងគឺជាអ្នកកំណត់ថាអ្នកណានឹងធ្វើជាស្ដេចសម្រាប់កម្ពុជាបើពេលណាខាងថៃឈ្នះគឺថៃជាអ្នកជ្រើសរើសស្ដេចខ្មែរនៅទីក្រុងភ្នំពេញបើពេលណាខាងវៀតណាមបានឈ្នះវិញម្ដងគឺវៀតណាមគឺជាអ្នកដែលជ្រើសរើសស្ដេចខ្មែរនៅទីក្រុងភ្នំពេញម្ដងរឿងនេះវាធ្លាប់បានកើតឡើងម្ដងហើយម្ដងទៀតនៅក្នុងកន្លងឆ្នាំ1500ទៅ1700ខ្មែរបានបដូរស្ដេចចំ20ដងក្នុង200ឆ្នាំនោះនេះវាស្មើនឹងដោយ10ឆ្នាំម្ដងគេបដូរស្ដេចខ្មែរខ្ញុំសង្ឃឹមថាកម្ពុជានឹងមិនធ្លាក់ចូលទៅក្នុងផ្លូវសង្គ្រាមស៊ីវិលទៅចុះខ្ញុំសង្ឃឹមថាកម្ពុជានឹងរួបរวมគ្នាស្រឡាញ់គ្នាមានចិត្តល្អនិងជួយគ្នាទៅវិញទៅមកមិនធ្វើបាបគ្នាទេខ្ញុំចង់ឲ្យប្រទេសកម្ពុជាបានរីកចម្រើនដើម្បីឲ្យខ្មែររាប់លាននាក់មានជីវភាពធូរធារមានជីវិតល្អប្រសើរជាងមុនដើម្បីកុំឲ្យខ្មែរជ្រើសរើសផ្លូវហិង្សាបើអត់ជំរឿតើឲ្យខ្មែរដែលមានជីវិតលំបាកធ្វើយ៉ាងម៉េច